ចម្រើនពរគុំម្ចាស់គ្រប់ព្រះអង្គញាតិញោមប្រុសស្រីទាំងអស់ទីឆ្ងាយទីជិតនេះគឺជាអំណោយរបស់ញាតិញោមប្រុសស្រីនៅខាងកំពង់ចាមយើងគឺបានមុំអតិគ្នាដើម្បីធ្វើជាអំណោយមួយដើម្បីជួយចែកជូនទៅដល់ញាតិញោមជនភសឹកនៅខាងព្រំដែនមានដូចជាមីដូចជាត្រីខមានដូចជាខ្នើយមានដូចជាអង្ករមានដូចជាទឹកសុទ្ធជាដើមអញ្ចឹងណាញាតិញោមគឺពីម្សិលព្រះគ្រូចៅអធិការវត្តបង្កុកគាត់ក៏បានយកឡានទៅមួយជើងរួចហើយនេះគឺជាអំណោយចុងក្រោយហើយនេះគឺជាសកម្មភាពរបស់លោកបងនិងបងគាត់ក៏បានរៀបចំសម្ភារៈសម្រាប់ចែកជូនទៅដល់ញាតិញោមជនភសឹកនៅខាងព្រំដែនហើយមានទាំងកមានទាំងខោអាវមានទាំងអីក៏រៀបចំមកស្អាតទៅមកដើម្បីចែកជូនទៅដល់ញាតិញោមជនភសឹកនេះគឺជាមូលនិធិសម្ភារៈវត្តជតនារាមបង្កុកសម្រាប់ជួយដល់វីរៈកងទ័ពនិងជនភសឹកកម្ពុជានឹងឲ្យញាតិញោមណាដែលមិនទាន់បានជួយអីញាតិញោមក៏អាចជួយបានតាមរយៈព្រះគ្រូចៅអធិការវត្តជតនារាមបង្កុកបានដែរនេះគឺជាកង់ AVA របស់លោកគ្រូសម្រាប់ឲ្យញាតិញោមចូលតាមកង់ AVA តិចក្តីច្រើនក្តីតាមសេចក្តីជ្រះថ្លារបស់ញាតិញោមគឺលោកគ្រូបានចុះទៅដល់ជួយទៅដល់ជនភសឹកកម្ពុជាយើងតែម្ដងនៅខាងព្រំដែនញាតិញោមជួយមកលោកគ្រូនឹងជួយបន្តទៅដល់ខាងញាតិញោមជនភសែម្ដងញាតិញោមវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងញាតិញោមសូមច្រើនពរលា